សួស្តីបងប្អូនទាំងអស់គ្នាលោកគ្រូមានលំហាត់ប្រឡងម្ដប់ថ្មីមួយទៀតហើយលំហាត់នេះធ្លាប់ចេញប្រឡងឆមាសទី2ឆ្នាំ2011តោះឥឡូវយើងទៅអានប្រធានលំហាត់ទាំងអស់គ្នាម៉ូលេគុលអាតមមួយមានម៉ាស់750000ខ្នាតកាបូនក្នុងម៉ូលេគុលអាតមនេះមានអ៊ុយស្មើ2 C លើ3 A លើអ៊ុយស្មើ J លើ C ស្មើ4លើ3ចឹងបំរាប់កន្លែងនេះយើងធ្វើបែបណាយើងទាញតែមិញឲ្យជាប់តែអញ្ញត្តិ C នឹងបានណាដោយសារតែដំបូងគេដាក់ថាអ៊ុយនេះបាទអ៊ុយស្មើ 2C លើ3ចឹងអា2ទៀតកន្លែងនេះយើងទាញតែមិញឲ្យជាប់អញ្ញត្តិ C ទាំងអស់ចឹងកន្លែង A លើអ៊ុយស្មើ J លើ C ស្មើ4លើ3នៅត្រង់កន្លែងហ្នឹងមានន័យថា A លើអ៊ុយបាទ A លើអ៊ុយបែបនេះគឺស្មើ4លើ3ចឹងយើងបោះរក A មក A ស្មើ4អ៊ុយលើ3បាទហើយអ៊ុយរបស់យើងនេះគឺវាស្មើ 2C លើ3ចឹងយើងអាចទាញបានចុងក្រោយ4លើ3នេះគុណនឹងអ៊ុយគឺ 2C លើ3បាទចឹងស្មើ 8C លើ9ចឹងរីបូនអ៊ុយ A គឺស្មើ 8C លើ9ហើយមួយទៀតគឺ J លើ C ស្មើ4លើ3 J លើ C ស្មើ4លើ3ចឹងនៅត្រង់កន្លែងហ្នឹងយើងទាញរក J ចឹង J នេះស្មើ 4C លើ3បាទ 4C លើ3ចឹងទាំងអ៊ុយទាំង A ហើយនឹង J គឺជាប់ C ទាំងអស់ណាបាទហើយបំរាប់មួយទៀតគេប្រាប់ម៉ាស់នុយ A បាទស្មើជាមួយនឹងម៉ាស់នុយ J នេះស្មើ400បាទអញ្ចឹងយើងសរសេរខ្លីយើងអាចសរសេរបានថាម៉ាស់បាទម៉ាស់ A នេះវាស្មើជាមួយនឹងម៉ាស់បាទម៉ាស់ J ស្មើ400ហើយបាទហើយម៉ាស់អ៊ុយនេះបាទម៉ាស់អ៊ុយគឺស្មើនឹងម៉ាស់ C 300ខ្នាតកាបូនបាទចឹងនៅត្រង់កន្លែងនេះគឺប្រាប់ម៉ាស់ម៉ូលេគុលទាំង4ហ្នឹងវាអត់ស្មើគ្នាណាបាទចឹងយើងមើលសំណួរកគេឲ្យយើងគណនាចំនួននុយប្រភេទនីមួយៗរបស់ ANM ចឹងយើងមើលកន្លែងពាក្យកន្លែងនេះឲ្យបងអូនសូមអានទៅមិនឲ្យបញ្ចប់ទាំងអស់ចាត់ច្រឡំចឹងគេឲ្យយើងរកចំនួននុយប៉ុន្តែនុយរបស់ ANM មានន័យថាកន្លែងហ្នឹងយើងរក A យើងរកអ៊ុយយើងរក C ហើយនឹងរក J ណាបាទអញ្ចឹងយើងអាចរកប្រភេទនុយទាំង4របស់ ANM បានគឺយើងអាចប្រើតាមរមុនម៉ាស់ម៉ូលេគុល ANM គឺស្មើជាមួយនឹងម៉ាស់រីបូនុយទាំង4បូកបញ្ចូលគ្នាអញ្ចឹងយើងអាចដោះស្រាយតាមនឹងបានណាបាទហើយសំណួរខគេឲ្យយើងរកប្រវែង ANM គិតជាមីក្រូម៉ែត្រអញ្ចឹងប្រវែង ANM គឺស្មើនឹង L ANM នេះស្មើ m តូចគុណ 0.34 ហើយ m នេះយើងរកតាមចំនួនរីបូនុយទាំង4បូកបញ្ចូលគ្នាដោយសារតែសំណួរកយើងរកឃើញចំនួនរីបូនុយទាំង4ហ្នឹងហើយបាទអញ្ចឹងយើងអាចរក m តូចឃើញកាលណាយើងរក m តូចឃើញយើងអាចរកប្រវែងនេះបានដែរណាបាទចឹងយើងទៅមើលដំណោះស្រាយលំហាត់ទាំងអស់គ្នាសំណួរកចឹងសំណួរកឲ្យយើងរកចំនួននុយប្រភេទមួយរបស់ ANM ហើយបំរាប់ទី1គេប្រាប់ម៉ាស់របស់ ANM នេះគឺស្មើ750,000បាទហើយបំរាប់ទី2គេប្រាប់ប្រភេទបែបនេះអ៊ុយស្មើ 2C លើ3 A លើអ៊ុយស្មើ J លើ C ស្មើ4លើ3ចឹងកន្លែងអ៊ុយនេះយើងអាចទុកវានៅបែបហ្នឹងជាប់ C នេះបាទហើយនៅត្រង់កន្លែងប៉ុណ្ណេះបាទមានន័យថា A លើអ៊ុយក៏ស្មើ4លើ3 J លើ C ក៏ស្មើ4លើ3អញ្ចឹងនៅត្រង់កន្លែងហ្នឹងយើងយក A លើអ៊ុយនេះផ្ទឹមជាមួយនឹង4លើ3មុនបាទហើយនៅត្រង់នេះយើងអាចទាញរក A មកអញ្ចឹងយើងបោះរក A អញ្ចឹងបាន4អ៊ុយលើ3ហើយអ៊ុយរបស់យើងនេះគឺស្មើ 2C លើ3អញ្ចឹងយើងអាចជួសជុលឲ្យមកអ៊ុយស្មើ 2C លើ3អញ្ចឹងយើងស៊ីសងមកបាន 8C លើ9បាទអញ្ចឹង A នេះគឺស្មើ 8C លើ9បន្តមកទៀតគឺ J លើ C ស្មើ4លើ3អញ្ចឹងនៅត្រង់កន្លែងហ្នឹងយើងទាញរក J មកយើងបោះរក J
ចឹងនាំឲ្យ Z ស្មើ 4C លើ3បាទចឹងទាំងអ៊ុយទាំង A ទាំង Z គឺជាប់អញ្ញត្តិ C ទាំងអស់ណាបាទចឹងយើងធ្វើការសរសេរបម្រាប់មួយទៀតគេប្រាប់ mass molecule A ស្មើជាមួយនឹង mass molecule Z ស្មើ400ហើយ mass បាទ molecule អ៊ុយគឺស្មើជាមួយនឹង mass molecule C ស្មើ300ចឹងបន្ទាប់ពីយើងសរសេរបានប៉ុណ្ណឹងហើយយើងដាក់ប្រមុនមក mass molecule ANM គឺស្មើជាមួយនឹង mass A បូក mass J បូកជាមួយនឹង mass អ៊ុយបូកជាមួយ mass C ចឹងនៅត្រង់កន្លែងនេះយើងមិនដាក់ mass A បូកអ៊ុយបូក C បូក J យើងដាក់បែបនេះដោយសារតែប្រធានគេប្រាប់ mass A ហើយនិង mass J នេះគឺស្មើ400ចឹងគ្រូដាក់ពីរទៅគ្នាហើយ mass អ៊ុយជាមួយនឹង mass C នេះគឺដាក់ទៅគ្នាដែរមកកន្លែង A និង Z នេះគឺស្មើ400ហើយអ៊ុយនិង C នេះគឺស្មើ300ចឹងយើងអាចចំនួនលេខចូលបាន mass molecule ANM 750,000ហើយកន្លែង mass បាទ mass A បូក C នេះគឺស្មើ400ចឹងយើងជួស400ចេញមកហើយអ៊ុយបូក C គឺស្មើ300ចឹងបន្តមកទៀតយើងធ្វើការចំនួនបាទ A នេះវាស្មើនឹង 8C លើ9ហើយ J គឺស្មើ 4C លើ3អ៊ុយ 2C លើ3ហើយ C នេះយើងទុកវាដែរអញ្ចឹងយើងធ្វើការចំនួនលេខចូលបន្ទាប់ពីយើងចំនួនបានប៉ុណ្ណឹងហើយយើងធ្វើការស៊ីសងបាទស៊ីសងលេខឬក៏ប្រភេទដែលនៅក្នុងមុខកញ្ចក់នេះមុនគេអានេះក៏យើងស៊ីសងវាអានេះក៏យើងស៊ីសងវាដូចគ្នាដែរបាទអញ្ចឹងនៅក្នុងមុខកញ្ចក់នេះគឺយើងយកភាគបាយរួម9បាទភាគបាយរួម9អញ្ចឹង 8C នេះយើងទុកវាដែរហើយកន្លែង 4C លើ3អញ្ចឹង3នេះវាទៅគុណជាមួយនឹង3បាន9ហើយនេះគុណ3ដែរមកបាន12អញ្ចឹងយើងស៊ីសងមកបាន 20C លើ9ហើយកន្លែងនេះយើងស៊ីសងមកបាន 5C លើ3បន្តមកទៀតយើងធ្វើការគុណ400ជាមួយនឹង 20C ហើយយើងយក300នេះគុណជាមួយនឹង 5C បាទអញ្ចឹងយើងគុណមកកន្លែង400គុណ 20C នេះបាន 8000ហើយ300គុណជាមួយនឹង 5C នេះគឺស្មើ 1500C ហើយភាគបែក 8000នេះមានភាគបែកមកវិញ9ហើយ1500មានភាគបែកមកវិញគឺ3អញ្ចឹងនៅខាងស្ដាំសញ្ញាស្មើនេះគឺយើងតម្រូវភាគបែករួមមកវិញអញ្ចឹងភាគបែករួមបាទរួមតូចបំផុតរបស់វាគឺ9ណាបាទ9អញ្ចឹងអានេះយើងទុកវាដែរហើយនៅខាងនេះយើងត្រូវគុណថែម3បានឡើង9អញ្ចឹងភាគបែកគុណនឹង3ភាគយកយើងគុណនឹង3ដែរបាទអញ្ចឹងយើងបានអានេះមិញគឺបាន 4500C ហើយភាគបែកវាឡើងទៅ9អញ្ចឹងយើងមើលនៅខាងស្ដាំសញ្ញាស្មើបាទភាគបែករបស់វាដូចគ្នាអញ្ចឹងយើងអាចយក 8000C នេះយើងបូកជាមួយនឹង 4500C នេះបានបាទអញ្ចឹងយើងបូកមកបាន 12500C បាទហើយ9នេះយើងអាចបោះវាមកខាងឆ្វេងអញ្ចឹងយើងបោះចែកបានគុណអញ្ចឹងយើងស៊ីសងបាន675គុណ10សេគុណ4ស្មើនឹង 12500C អញ្ចឹងដល់ចុងក្រោយយើងទារក C នេះមកបោះគុណបានចែកអញ្ចឹងយើងយក675គុណ10សេគុណ4នេះចែកនឹង 12500អញ្ចឹងយើងចែកមកបាន540អញ្ចឹងកាលណា C ស្មើ540យើងអាចរកឃើញអ៊ុយបាទអញ្ចឹងអ៊ុយស្មើ 2C លើ3អញ្ចឹងយើងចំនួនលេខចូលអ៊ុយនេះគឺស្មើ360បាទទី2គឺ A របស់យើងគឺស្មើ 8C លើ9អញ្ចឹងយើងជួសលេខចូលមក A គឺស្មើ480ហើយទី3គឺ J ស្មើ 4C លើ3អញ្ចឹងយើងអាចជួសលេខចូលមក J របស់យើងគឺស្មើ720បាទអញ្ចឹងយើងឃើញរីបូណូយទាំង4អស់ហើយយើងដាក់ដូចនេះមក A ស្មើ480អ៊ុយស្មើ360 C ស្មើ540ហើយនិង J ស្មើ720បាទអញ្ចឹងយើងចូលទៅសំណួរខឲ្យយើងរកប្រវែង molecule ANM គិតជាមីក្រូម៉ែត្រអញ្ចឹងកាលណាតកតងជាមួយនឹងប្រវែងទី1យើងត្រូវស្គាល់ចំនួនរីបូណូយសរុបរបស់ ANM សិនអញ្ចឹងយើងទៅរក M តូចបាទអញ្ចឹងយើងអាចវិចារមកដោយ molecule ANM នេះ
មានរីបូនុយ4ប្រភេទគឺ A O C Z ចឹងគេបានអឹមនេះគឺស្មើនឹងរីបូនុយទាំង4បូកបញ្ចូលគ្នាចឹងយើងបូកចុងក្រោយយើងបានអឹមតូចនេះគឺស្មើ2100ចឹងកាលណាយើងឃើញអឹមយើងអាចរកប្រវែងនេះឃើញណាបាទចឹងយើងវិចារប្រវែងហើយយើងអាចសរសេររង្វាន់នេះបាន L ស្មើ M គុណ0.34ហើយយើងធ្វើការចំនួនលេខចូលមកបាទចឹងប្រវែង M នេះគឺស្មើ714ហើយនៅត្រង់កន្លែងប្រវែងនេះផងដែរគេឲ្យយើងគិតបាទជាຂະຫນາດមីក្រូម៉ែត្រចឹងយើងត្រូវបំបែកវាទៅជាមីក្រូម៉ែត្របាទចឹងមុននឹងបំបែកនេះយើងត្រូវប្រាប់គេបន្តិចសិនមកដោយ1ណាណូម៉ែត្រស្មើ10សេគុណដក3មីក្រូម៉ែត្របាទចឹងគេបានឬក៏នាំឲ្យនេះ L របស់យើងគឺស្មើ 0.714 មីក្រូម៉ែត្រឬក៏យើងអាចសរសេរបានថា714គុណ10ស្វេគុណដក3មីក្រូម៉ែត្រចឹងយើងអាចសរសេរ style នេះក៏បានយើងអាចសរសេរ style មួយនេះក៏បានដែរណាបាទចឹងចុងក្រោយ digit នេះ L របស់យើងគឺស្មើ 0.714 មីក្រូម៉ែត្រ